អ្នកទៅចង់ឲ្យគេស្រឡាញ់ជួយចិត្តរាប់អានយើងប៉ុន្តែប្រយ័ត្នប្រយែងបើយើងធ្វើរឿងទាំងខាងក្រោមនេះយើងអាចនាំឲ្យគេស្អប់ទៅវិញបើទោះជាយើងចង់ឲ្យគេស្រឡាញ់ក៏ដោយទីមួយចង់ចំណេញតែម្នាក់ឯងរកស៊ីចូលគ្នាគេប្រវាញ់លើគេអាហ្នឹងគេស្អប់ហើយរកស៊ីជាមួយគ្នាបានយូរទីពីរយកមុខតែម្នាក់ឯងធ្វើការងារជាក្រុមដល់ពេលបាន credit បានកិត្តិយសមុខមាត់ប្រមូលតំណែងដោយសារតែខ្ញុំមានអាណាខ្លាំងជាងខ្ញុំឯងមកក្រុមហ្នឹងក៏មានបញ្ហាទី3មិនទទួលពាក្យរិះគន់គេជួយផ្ដល់យោបល់ម្នាក់អញខ្លាំងមានអាណាគាត់បើជាងអាចអីចឹងតែអាហ្នឹងគេស្អប់ដែរទី4មិនស្គាល់កលៈទេសៈគឺថានិយាយលោឡាប៉ះពាល់ពាក្យសម្ដីជាមួយគេឬក៏និយាយច្រើនពេកអីចឹងតែទី5មិនស្គាល់ប្រមាណនេះបើថាស៊ីក៏ស៊ីច្រើនជាងគេបើថាអង្គុយក៏អង្គុយយូរជាងគេឬក៏និយាយក៏និយាយច្រើនជាងគេមិនស្គាល់ប្រមាណហើយទី6មិនទទួលខុសត្រូវដាក់ការងារលេងលំលុបអត់សួរនាំទៅថាដោះដៃយករួចខ្លួនហ្នឹងក៏គេមិនជួយចិត្តដែរគេស្អប់ដែរទី7និយាយច្រើនពេកហួសប្រមាណហើយទាំងទី8ជួយចិត្តជាគេជាឯងអូយចាក់ចុចគេអីគេឆ្លោះនេះអីចឹងទៅជាបន្តិចភាសាគេហ្នឹងគេស្អប់ដែរអញ្ចឹងវាមានមូលហេតុផ្សេងទៀតដែរឧទាហរណ៍នឹងចំណែនឈ្នាននេះធ្វើអីប៉ះពាល់ដល់គេច្រើនពេកអាហ្នឹងក៏គេស្អប់ដែរអញ្ចឹងជាសរុបមកវិញយើងជីកឬគល់ហេតុដែលនាំឲ្យគេស្អប់ទាំងអស់ហ្នឹងយើងមិនអាចត្រូវស្មៅចិត្តមនុស្សគ្រប់គ្នាបានទេប៉ុន្តែយើងត្រូវព្យាយាមដកឬគល់នៃមូលហេតុឲ្យមានការប្រកាន់គ្នានឹងចេញពីក្នុងខ្លួនយើងឲ្យបានច្រើនទៅគឺមានន័យថាយើងមានមិត្តភក្តិនឹងច្រើនហើយមិនសូវមានសត្រូវតែកាលណាមានសត្រូវច្រើនយើងមិនបានសុខក្នុងចិត្តហើយវាធ្វើឲ្យតំណែងនោះមិនល្អសរុបមកវិញចង់ចំណេញតែម្នាក់ឯងទី1ទី2យកមុខតែម្នាក់ឯងទី3មិនទទួលពាក្យរិះគន់ទី4មិនស្គាល់កលៈទេសៈទី5មិនស្គាល់ប្រមាណនេះវាធ្វើអីហួសរហូតស៊ីក៏ច្រើននិយាយក៏ច្រើនដេកក៏ច្រើនអីចឹងតែទី6មិនទទួលខុសត្រូវទី7និយាយច្រើនពេកហើយទី8ជួយចិត្តគេជួយចិត្តអេអូចាក់ចុចគេអាហ្នឹងក៏នាំឲ្យគេស្អប់ដែរនោះយើងភាកច្រើនហ្នឹងជួយចិត្តប្រើពាក្យថាព្រំលិខិតធ្វើម៉េចព្រំលិខិតនឹងចាឲ្យយើងមកបែកគ្នាឬក៏ព្រំលិខិតធ្វើម៉េចឲ្យយើងព្រាត់ប្រាស់កូនប្រពន្ធអីចឹងទៅយើងជឿថាមានព្រះព្រំមួយអតិទេពមួយចាជោគវាសនារបស់យើងត្រូវណែឯងត្រូវឡើងថ្នោតណែឯងត្រូវរត់ម៉ូតូឌុបណែឯងត្រូវធ្វើរដ្ឋមន្ត្រីអីចឹងទៅពុទ្ធលោកថាមិនមែនព្រះណាជាអ្នកចាទេគឺអំពើដែលយើងធ្វើហ្នឹងជាអ្នកកំណត់តម្លៃរបស់យើងឧទាហរណ៍ថាបើគាត់លួចគេហៅគាត់ថាជាចោរហើយជោគវាសនាគាត់អាចត្រូវគេវាយឬក៏ជាប់គុកចឹងទៅបើគាត់រៀនសូត្រគាត់នឹងខ្លាចជាអ្នកចេះដឹងហើយមានការងារល្អមានប្រាក់ខែច្រើនចឹងជោគវាសនារបស់គាត់បានដោយសារការប្រឹងប្រែងរបស់គាត់ចឹងទៅអញ្ចឹងព្រះអង្គមិនឲ្យតម្លៃថាអ្នកណាមានឥទ្ធិពលលើជីវិតរបស់យើងហើយចាវាសនារបស់យើងថាត្រូវឡើងថ្នោតត្រូវរត់ម៉ូតូឌុបទេអំពើរបស់យើងដែលបានសាងទាំងនៅក្នុងអតីតទាំងនៅក្នុងបច្ចុប្បន្នហ្នឹងឧទាហរណ៍ថាអ្នកខ្លះធ្វើអំពើល្អហើយកើតក្នុងតកូលខ្ពង់ខ្ពស់ប៉ុនហ្នឹងសំពាយប៉ុនហ្នឹងល្អកើតក្នុងតកូលខ្ពង់ខ្ពស់ប៉ុន្តែកម្មបច្ចុប្បន្នហ្នឹងវាប៉ោឡែដើរផឹកស៊ីស្រីញីអូនបងអត់ប្រឹងរៀនប្រឹងសូត្រវាទៅជាធ្លាក់ខ្លួនទៅអញ្ចឹងអតីតវិជ្ជមានបច្ចុប្បន្នអវិជ្ជមានដល់លទ្ធផលទៅជាអវិជ្ជមានអញ្ចឹងហើយអញ្ចឹងជីវិតនេះវាស្ថិតនៅលើអំពើរបស់យើងជាអ្នកកំណត់ជោគវាសនារបស់យើងព្រះសម្មាសម្ពុទ្ធព្រះអង្គដូរពីឥទ្ធិពលរបស់អតិទេពមកជាឥទ្ធិពលរបស់អំពើរបស់យើងផ្ទាល់ដូរពីព្រំលិខិតមកកម្មលិខិតវិញអំពើដែលយើងបានសាងហ្នឹងជាអ្នកកំណត់ជោគវាសនាឲ្យខ្លួនឯងវិទ្យាសាស្ត្រហ្នឹង 90% ជាងនៃការព្រួយបារម្ភរបស់យើងហ្នឹងជារឿងប្រឌិតឡើងដោយចិត្តខ្លួនឯងឯងវាអត់កើតឡើងតាមការព្រួយបារម្ភទេប្រចិត្តហ្នឹងជួយចិត្ត
ប្រមូលនិមិត្តបង្កើតរឿងអនាគតថ្មជានិយាយលេងថាវាជានាំខ្មោចពីអនាគតមកលងយើងក្នុងពេលបច្ចុប្បន្នតិចចេះទៅតិចចុះទៅតិចកូនមានគ្រោះថ្នាក់ទៅតិចគេមិនសងលុយទៅតិចមានបញ្ហានេះទៅតិចមានបញ្ហានោះទៅព្រោះជីវិតជាប្រមូលមកតែប៉ុន្តែរឿងហ្នឹងវាអត់ទាន់កើតឡើងទេវាអាចដែរភាគរយវាអាចកើតឡើងតិចតួចប៉ុន្តែមកពីចិត្តហ្នឹងมันមានភាពរឹងមាំដើម្បីហ៊ានប្រឈមមុខនឹងរឿងអនាគតទេចេះតែព្រួយបារម្ភចេះតែចង់ឲ្យអនាគតហ្នឹងល្អដូចខ្លួនចង់បានទេអ្នកណាក៏ចង់បានរឿងល្អដែរក្នុងថ្ងៃបច្ចុប្បន្នឯក្នុងថ្ងៃអនាគតក្តីប៉ុន្តែភាគច្រើនចិត្តល្ងងហ្នឹងវាចេះតែដេកភ័យដេកព្រួយបង្កើតរឿងនិមិត្តរឿងអាក្រក់ហ្នឹងមកបន្លាចខ្លួនឯងវាធម្មតាដំណើរជីវិតថ្ងៃស្អែកយើងមិនដឹងថាយើងជួបអីទេអញ្ចឹងស្មាចង់ឲ្យយើងប្រាប់ខ្លួនឯងថាបើថ្ងៃស្អែកមានរឿងយើងចង់បានល្អហើយប៉ុន្តែថ្ងៃស្អែកមានរឿងល្អក្តីមិនល្អក្តីយើងដោះស្រាយទៅធ្វើម៉េចជីវិតហ្នឹងវាអញ្ចឹងវាមានពេលខ្លះជួបរឿងល្អវាមានពេលខ្លះជួបរឿងមិនល្អប៉ុន្តែសំខាន់ថ្ងៃហ្នឹងត្រូវប្រាប់ខ្លួនឯងថាអ្វីដែលគួរធ្វើត្រូវធ្វើថ្ងៃហ្នឹងឲ្យហើយការងារណាត្រូវបំពេញភារកិច្ចកាតព្វកិច្ចតួនាទីជាស្អីធ្វើឲ្យហើយញញឹមសប្បាយចិត្តថាអ្វីដែលអញគួរធ្វើថ្ងៃហ្នឹងអញបានធ្វើរួចហើយបើថ្ងៃស្អែកជួបរឿងអីដោះស្រាយរឿងហ្នឹងទៀតហើយបើដោះបានប្រមាណយើងព្រមទទួលយកប៉ុណ្ណឹងតែអាហ្នឹងបានយើងមិនសូវកើតទុកខ្លាំងហើយបើមិនចឹងទេខ្មោចព្រាយបិសាចពីអនាគតហ្នឹងនឹងមកលងបន្លាចលួចប្លន់សេចក្តីសុខរបស់យើងក្នុងពេលបច្ចុប្បន្នចឹងយើងចាំថាអ្វីដែលយើងព្រួយនោះភាគច្រើនមិនកើតតាមការព្រួយនោះទេប៉ុន្តែវាបានដុតបំផ្លាញសេចក្តីសុខក្នុងពេលបច្ចុប្បន្នចឹងរៀនរឹងមាំប្រាប់ខ្លួនឯងថាយើងចង់បានល្អថ្ងៃស្អែកប៉ុន្តែបើជួបរឿងល្អមិនល្អយើងត្រូវតែហ៊ានទៅឈរមុខដោះស្រាយជីវិតនឹងពធថាតើជីវិតនឹងត្រូវការពធនឹងយ៉ាងម៉េចហើយពធនឹងមានសារៈសំខាន់សម្រាប់ជីវិតយ៉ាងដូចម្ដេចដោយសារមនុស្សម្នាក់នឹងមានទុកកង្វល់ក្នុងចិត្តនឹងច្រើនណាស់ខ្ញុំថាស្មារតីខ្ញុំshareបន្តិចសិនម្នាក់នឹងមានរឿងរ៉ាវទាំងអ្នកមានទាំងអ្នកក្រទាំងអ្នកទូចទាំងអ្នកធំខ្ញុំក៏ណាត់ជួបមនុស្សគ្រប់ស្រទាប់អ្នកដែលក្រពិបាករលួយមិនបានហ្នឹងក៏ពិបាកតាមក្រហ្នឹងទៅឯដល់អ្នកមានយើងមើលទៅថាវាមានលួយកាក់មិនខ្វះហើយហ្នឹងវាមានរឿងទុកផ្សេងទៅទៀតអ្នកដែលមិនសូវមានលុយកាក់ហ្នឹងមើលទៅថាគេបានសុខណាស់ដល់ពេលទៅទើបដឹងថាអូយមានទុកច្រើនពេលខ្លះហ្នឹងសឹងតែច្រើនជាងអ្នកមិនសូវមាននឹងផងអញ្ចឹងទើបខ្ញុំគិតថាភាពពិចារណាមើលទៅហើយសិក្សារៀនសូត្រនៅក្នុងត្រៃបិដកពីព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធនឹងឃើញថាប្រធមរបស់ព្រះអង្គនឹងមានឥទ្ធិពលជាឱសថសម្រាប់ផ្សះផ្សាជួយព្យាបាលសេចក្តីទុក្ខតាមផ្លូវចិត្តរបស់មនុស្សតាំងពីតិចទៅព្រះសម្មាសម្ពុទ្ធនឹងរៀនមនុស្សឲ្យរៀបចំអរិយាបថរស់នៅនឹងឲ្យបានសមរម្យត្រឹមត្រូវនឹងតាំងពីដំបូងទៅព្រះអង្គឲ្យយើងចេះជួយចែករំលែកដល់គ្នាទៅវិញទៅមកចេះស្រឡាញ់គ្នាចេះរាប់អានគ្នាមិនគុំគួនមិនស្អប់មិនចំណែនដំបូងគេបំផុតហ្នឹងព្រះអង្គឲ្យយើងចេះចែករំលែកចេះធ្វើទានពាក្យហ្នឹងវាមើលទៅដូចជាសាមញ្ញហើយងាយអ្នកខ្លះគូមិនបានរៀនសូត្រធម៌អីក៏គេចេះធ្វើ
ធ្វើទៀនហ្នឹងបានច្រើនដែរហើយមិនមែនត្រឹមតែនៅស្រុកយើងទេនៅស្រុកគេមិនកាន់ពុទ្ធសាសនាក៏គេធ្វើទៀនច្រើនជួនកាលគេធ្វើត្រូវជាងយើងទៀតក៏មានដែរនៅប្រទេសអ្នកមានអីក៏គេជួយដល់ប្រទេសដែលក្រីក្រឬក៏អ្នកមានឧទាហរណ៍ថាមហាសេដ្ឋីBill Gates ប្រធានក្រុមហ៊ុន Microsoft ឬក៏ប្រធាន Facebook នេះ Mark Zuckerberg នេះក៏គាត់ជួយដែរស្រុកខ្មែរយើងក៏បានលុយជំនួយពី Bill Gates នឹងច្រើនដែរយើងមើលទៅការធ្វើទៀននឹងដូចជាសាមញ្ញងាយប៉ុន្តែបើតាមការពិតទៅវាជាឱសថមួយជួយឲ្យយើងផ្សះផ្សាចិត្តយើងឲ្យគិតរឿងល្អឲ្យគិតរឿងតិចឲ្យគិតរឿងជួយសង្គ្រោះផ្ទុយពីការកំណាញ់ចំណែនលោភលន់ចង់បានតាមម្នាក់ឯងតែអានឹងក៏អាចជាមូលហេតុនាំឲ្យកើតទុកមួយដែរឧទាហរណ៍ថាយើងប្រៀបធៀបឃើញគេហើយយើងចេះតែចង់បានដូចគេហើយវាចង់ហើយវាមិនបានវាកើតទុកមិនមែនថាមិនឲ្យរៀនសូត្រពីគេទេរៀនសូត្រទេប៉ុណ្ណាអ្នកខ្លះហ្នឹងមានហើយហ្នឹងមើលគេអាមានជាងចំណែនគេចឹងទៅអ្នកមានលមមហ្នឹងមើលគេអ្នកមានខ្ពស់ជាងចឹងវាអត់បានសុខវាអត់ចេះព្រមទទួលនឹងតាមសមត្ថភាពដែលយើងមានហ្នឹងតាមក្បួនវិទ្យាសាស្ត្រខ្ញុំគិតថាភាពធ្លាប់អានអត្ថបទស្រាវជ្រាវរបស់វិទ្យាសាស្ត្រគេថាបើមានអារម្មណ៍ស្មុគស្មាញ stress ពេកទេឲ្យដើរចេញមកក្រៅមកហើយចែកទៀនជួយសង្គ្រោះឃើញគេពិបាកទៅជួយអីចឹងទៅអារម្មណ៍វាដូរពីអារឿងស្មុគស្មាញមករឿងជួយសង្គ្រោះអ្នកដទៃឃើញគេសប្បាយឃើញគេរួចផុតពីទុក្ខទៅយើងក៏បានសប្បាយទៅដែរអាហ្នឹងក្បួនវិទ្យាសាស្ត្រគេប្រាប់អញ្ចឹងខ្ញុំកណាថាគិតទៅធរអាហើយនឹងវិទ្យាសាស្ត្រហ្នឹងមើលទៅអ្នកវិទ្យាសាស្ត្រហ្នឹងរកឃើញក្រោយធរទេមើលទៅថាក្រោយពុទ្ធទេពុទ្ធសំដែងថាអ្នកធ្វើទៀនហ្នឹងមានគេស្រឡាញ់មានគេចូលចិត្តច្រើនហើយបានផលមកវិញហ្នឹងរស់ស៊ីក៏ចេះតែកាក់កបមានបានអីមកអញ្ចឹងទៅអានឹងបើប្រៀបធៀបនឹងយើងព្រុសស្រូវវិញឧទាហរណ៍ថាយើងមានស្រូវពូជមកល្អីអញ្ចឹងហើយយើងយកទៅព្រុសក្នុងស្រែយើងមើលទៅថាពូជហ្នឹងវាអស់ពិតមែនប៉ុន្តែវាបានទ្រពមកវិញវាបានផលមកវិញច្រើន